ngày nayយើងមិនធ្វើជក់ជាមួយស្ងួតញ៉ាំទាំងអស់គ្នានិយាយទៅអត់តិចហើយឆ្ងាញ់ទៀតហើយសម្រាប់ជាមួយនឹងធ្វើ1គីឡូហើយយើងមានគ្រឿងមកវាមានខ្ញីមានកលខៃមានស្លឹកក្រូចមានម្ទេសមានចំហើយម្ទេសយើងមានយកបបខៀវហ្នឹងបានវារៀងហល់ហើយកាហាយឆ្ងាញ់យើងមកសោះជើងមាន់អ្នកនរគ្នាដាក់ទឹកកលខៃមានខ្ញីដាក់ក្នុងទឹកនោះមកវាកាត់ឆ្អាបឲ្យបានល្អហើយសម្រាប់ជើងមាន់ខ្ញុំសោះវា10នាទីអ្នកនរគ្នាប្រហែលយកទៅត្រាំទឹកកកចោលតែមកឥឡូវយើងមកធ្វើជាមួយនឹងទឹកជ្រក់ជាមួយនឹងជ្រក់ជើងមាន់របស់យើងណាហើយគ្រឿងមើលក្នុងនោះមកអ្នកនរគ្នាមានសៅស៊ុបមានបប៊ីចេងមានទឹកខ្មេះមកបន្តមកយកវាទៅដាំពេលដាំវាឲ្យពុះចឹងហើយអ្នកនរគ្នាយើងយកខ្ញីជាមួយនឹងម្ទេសបុកវា3ហើយដាក់ចូលក្នុងនោះហើយសម្រាប់ទឹកហ្នឹងយើងបិទភ្លើងពេលដាក់គ្រឿងហើយដាក់បិទបន្តមកទុកវាត្រជាក់យើងដាក់ជើងមាន់ចូលហើយជើងមាន់យើងតាមតកមិញហ្នឹងយើងយកមកដាក់មកហើយបន្ទាប់ពីទុកមួយយប់អ្នកនរគ្នាទៅពេលបែបនេះនិយាយទៅចូលជាតិល្មមឆ្ងាញ់ហើយជើងមាន់នេះអានេះវាខុសពីរសជាតិថ្លៃកកកុងអានេះវាឈ្ងុយបែបខ្ញីហឹរល្មមឆ្ងាញ់មកអ្នកនរគ្នា